Hello ហើយក៏ជឿដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកលេង Heyday ម្ដងអញ្ចឹងណាហើយ Heyday របស់ខ្ញុំអត់មានអីច្រើនតែផ្ទះខ្ញុំតែប៉ុណ្្នឹងឯងហើយមានតែធំខ្ញុំទៅលេងបានឲ្យ level 14ទេហើយអានេះខ្ញុំមកកាត់បន្លែកាត់អីដែលខ្ញុំបានដាំវាហ្នឹងឲ្យដើមឆេញមកលេងគាត់បាននេះហើយក៏ទៅយកអីបានទៅលក់អញ្ចឹងណាអូទៅយកអីវ៉ាន់យកទៅយកអីវ៉ាន់យកទៅលក់អញ្ចឹងណាចឹងយើងយកទុកសិនហើយយើងទៅលក់អីវ៉ាន់ទៅបានលុយយាយពេលហើយយើងក៏ទៅមើលសត្វខាងលោកមានពោមានអីចឹងណាបន្ទាប់មកខ្ញុំក៏យកអីវ៉ាន់ហ្នឹងយកទៅលក់ចឹងណាពេលយើងលក់ហើយយើងបានលុយបន្ទាប់មកមានគេមកទិញនិយាយទៅគេមកទិញយើងដល់ហាងហ្មងហើយនេះខ្ញុំចុចចូលមើលខាងលោកយើងមានអីដែលត្រូវទិញអញ្ចឹងណាចឹងហើយឥឡូវគឺអត់មានអីច្រើនទេបងខ្ញុំមកក៏ធ្វើការដាំពោតដាំអីចឹងណាដោយសារតែវគ្គរបស់ខ្ញុំហ្នឹងវាមាននេះហ៎អានេះខ្ញុំមិនដឹងអីទេតែគេកំណត់ដើម្បីបាន gift ចឹងណាយើងត្រូវដាំពោតឲ្យបាន100ដើមចឹងទៅបន្ទាប់មកខ្ញុំក៏ទៅយកលុយដែលខ្ញុំលក់ឲ្យបានមិញហ្នឹងបន្ទាប់មកក៏មើលថាត្រូវខ្វះអីចឹងណាបន្ទាប់មកក៏ដាក់បន្ទាប់មកក៏កាប់ដើមឈើកាប់អីដល់ពេលកាប់ហើយឃើញកន្លែងហ្នឹងវាមានចន្លោះអញ្ចឹងហើយខ្ញុំក៏ទៅរតបករលបងដើម្បីដាក់វាឲ្យវាចិត្តវិញអញ្ចឹងណាបន្ទាប់មកក៏រហើយសំខាន់ណាស់ហ្នឹងយើងត្រូវគិតលុយទៀតដល់ឡើង100កាក់ជាងតែអីដើម្បីស្អាតកន្លែងរបស់យើងអញ្ចឹងណាហើយក៏សូមហៅមើលនោះគេមកទិញពងមកវ៉ាន់ទៀតដែរហើយក៏លក់ឲ្យគេទៅកុំឲ្យថាយើងចិត្តអាក្រក់ពេកបន្ទាប់មកក៏ដើរហៅមើលអីផ្សេងទៀតហើយកន្លែងចន្លោះហ្នឹងកុំឲ្យចន្លោះគឺថាខ្ញុំដាំសណ្ដែកម្ដងខ្ញុំក៏ដាំសណ្ដែកថែមទៀតទៅអញ្ចឹងណាថាហៅកាប់ដើមឈើដល់ពេលហើយអស់កថៅបាត់អញ្ចឹងមានអីសម្រាប់កាប់ទៀតហើយក៏យកអីវ៉ាន់យើងយកទៅលក់តិចតួចអញ្ចឹងណាហើយអីវ៉ាន់ខ្ញុំលក់មិនសូវជាថ្លៃអីណាទេតម្លៃវាថោកទេអញ្ចឹងណាហើយនិយាយទៅគ្រាន់ដាក់លក់ភ្លាមមានគេមកទិញហ្មងអូយលយសាហាវនេះគឺជាកន្លែងដែលខ្ញុំត្រូវបំពេញតាមអានឹងដើម្បីបានជា gift អញ្ចឹងណាអូខេនេះទាំងខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំអត់តន់ឆ្លងដល់វគ្គ20វាអីទេអញ្ចឹងក៏នៅលេងវគ្គនឹងដដែលសិនទៅអញ្ចឹងណាហើយក៏អូសមើលថាយើងត្រូវដាក់ចំអិនអីដើម្បីយើងយកវាទៅលក់អីចឹងណាហើយថាហៅចំអិននេះដល់ពេលហើយវាអស់ហ៎អញ្ចឹងយើងចំអិនបានតិចតួចចាយើងចំអិនអីបានចំអិននឹងសិនទៅអញ្ចឹងណាហើយនិយាយទៅខានចូលលេងយូរដោយសារតែ level រៀនអញ្ចឹងទៅឥឡូវក៏ចាប់បានចូលលេងវិញសំខាន់ឯវ៉ាន់គឺថាអស់លឿនហ្មងអស់នេះអស់នោះបន្ទាប់មកខ្ញុំក៏ដើរមើលកន្លែងណាដែលយើងអាចយកឲ្យបានយកអីបានអញ្ចឹងណាហើយនេះគេទិញខ្ញុំក៏ទៅចុចយកលុយអញ្ចឹងណាហើយបន្ទាប់មកសូមវាទៅអូខេមានតែប៉ុណ្្នឹងបាយអរគុណច្រើន